សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់វីដេអូបន្ទាប់ហើយវីដេអូនេះដែរគឺជាការអាប់ដេតតពីវីដេអូមុននៃការបង្កាត់ត្រីក្រឹមខ្វែងរវាងត្រីក្រឹមព្រៃខ្មែរយើងហ្នឹងជាមួយនឹងត្រីក្រឹមម៉ដែលជាត្រីក្រឹមបង្កាត់ក្នុងស្រុករបស់យើងណាអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញពីរបៀបនៃការថែរក្សាកូនត្រីយើងដែលវាមានអាយុចាប់ពីវាញាស់មកហ្នឹងបានអាយុ1សប្តាហ៍ទៅដល់1ខែថាតើយើងត្រូវធ្វើដូចម្ដេចខ្លះដើម្បីឲ្យកូនត្រីយើងវាមាននៅសល់ច្រើនអញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងទី1ហ្នឹងយើងត្រូវរៀបចំកន្លែងធំជាងមុនទី2គឺរបៀបនៃការផ្ទេរកូនត្រីហើយនឹងទី3គឺការផ្ដល់ចំណីត្រីនិងចុងក្រោយគេគឺការផ្លាស់ប្ដូរទឹកកូនត្រីយើងហ្នឹងចូលដល់ចំណុចទី1រៀបចំកន្លែងធំជាងមុនហ្នឹងយើងទី1យើងត្រូវបញ្ចូលទឹកចាប់ពី3ទឹកឡើងអញ្ចឹងណាព្រោះទឹកច្រើនអញ្ចឹងទៅកូនត្រីយើងវាមានកន្លែងច្រើនសម្រាប់ហែលហើយនឹងយើងស្រួលក្នុងការដាក់ចំណីកុំឲ្យឆាប់ខូចទឹកហើយបន្ទាប់មកចំណុចបន្ទាប់យើងត្រូវដាក់ស្លឹកឆាត់អំបិលហើយនឹងស្លឹកចេកអានេះប្រសិនបើមានតែបើយើងអត់មានស្លឹកឆាត់ឬក៏ស្លឹកចេកទេយើងដាក់តាមអំបិលក៏បានដែរព្រោះវាងាយស្រួលក្នុងការរកអញ្ចឹងណាហើយបន្ទាប់មកយើងត្រូវបន្ថែមរុក្ខជាតិទឹកប្រសិនបើអាចកន្លែងនេះប្រសិនជាកន្លែងបងប្អូនវាអំណោយផលឬប្រសិនបើមានកម្ដៅថ្ងៃអីអញ្ចឹងទៅយើងអាចដាក់ចោដាក់អីលើបន្ថែមបានអញ្ចឹងណាតែបើសិនជាកន្លែងយើងអត់សូវមានកម្ដៅថ្ងៃទេខ្ញុំ recommend ឲ្យដាក់តាស្រាយបានហើយព្រោះស្រាយវាធន់នៅពេលដែលវាអត់សូវក្ដៅអត់សូវត្រូវក្ដៅថ្ងៃក៏វាអាចរស់បានតែបើសិនជាចោវិញវាប្រកាសជាលួយអស់ហើយហ្នឹងចូលដល់ tip ចុងក្រោយនៃចំណុចទី1អញ្ចឹងសម្រាប់ការរៀបចំទឹកទាំងអស់ហ្នឹងគឺត្រូវរៀបចំមុនតាខ្ទង់ចន្លោះ3ទៅ4ថ្ងៃបានហើយព្រោះបើសិនជាយើងរៀបចំមួយថ្ងៃមុនអីចឹងទៅទឹកយើងប្រហែលជានៅមានក្លនៅមានអីចឹងណាអញ្ចឹងវាត្រូវប៉ះពាល់ថៃប៉ុន្តែបើសិនជាយើងរៀបចំមុនរហូតដល់5-6ថ្ងៃក៏មួយអាទិត្យមុនអញ្ចឹងទៅអញ្ចឹងទឹកយើងអាចមានទឹកកើតណាដែលវាអាចទៅស៊ីកូនថៃយើងវិញអញ្ចឹងណាអាហ្នឹងជាបទពិសោធន៍ខ្ញុំអញ្ចឹងចូលដល់ចំណុចទី2គឺការផ្ទេរកូនត្រីសម្រាប់ការផ្ទេរកូនត្រីដែរខ្ញុំ recommend ឲ្យលើកទាំងធុងឬក៏កែវដាក់ចូលក្នុងធុងឬក៏ពាងធំហ្មងអញ្ចឹងណាព្រោះអីវាចំណេញពេលបើសិនជាយើងនៅដួសមួយវាខាតពេលយូរហើយទី2អាចធ្វើកូនត្រីយើងវាអន់អញ្ចឹងណាអញ្ចឹងយើងដាក់ទាំងធុងឬក៏កែវយើងដាក់ចូលក្នុងពាងធំយើងហ្មងទៅហើយបើសិនជាបងប្អូនខ្លះគាត់ខ្ជិលគាត់បង្កើតក្នុងអាពាងធំហ្នឹងហ្មងក៏បានដែរចាំដល់7ថ្ងៃហើយក៏10ថ្ងៃហ្នឹងទៅចាំបញ្ចូលទឹកឡើង2បេទឹកទៀតចឹងទៅក៏បានដែរហើយចូលដល់ចំណុចមួយទៀតនៃចំណុចទី2ហ្នឹងគឺនៅពេលដែលយើងដាក់វាចូលហ្នឹងដាក់ធុងហ្នឹងចូលក្នុងអាធុងធំហ្នឹងយើងទុករយៈពេលពីកន្លះម៉ោងទៅណាដើម្បីឲ្យសីតុណ្ហភាពវាមាននិយាយទៅវាជាឲ្យស្មើគ្នាអញ្ចឹងណាអញ្ចឹងមួយទៀតក៏ធ្វើឲ្យកូនត្រីក៏បាត្រីនៅក្នុងហ្នឹងវាស៊ាំនឹងបរិយាកាសហ្នឹងដែរអញ្ចឹងទៅធ្វើឲ្យត្រីយើងអត់អន់ដែរអញ្ចឹងណាហើយសម្រាប់ខ្ញុំវិញខ្ញុំទុកដល់កន្លះថ្ងៃហើយសម្រាប់ចំណុចទី3ការដាក់ចំណីកូនត្រីនិងការផ្លាស់ប្ដូរទឹកកូនត្រីក្រំយើងខ្ញុំសូមលើកទៅវីដេអូបន្ទាប់ដោយសារតែវីដេអូយើងវាវែងដែរអញ្ចឹងលើកទៅវីដេអូបន្ទាប់ទៅនិយាយបានរៀងក្បោះក្បាយបន្តិចអញ្ចឹងនេះគឺជាពាងធំហើយនឹងកែវត្រីខ្ញុំបានលើកដែលខ្ញុំបានលើកដាក់ចោលកាលពីព្រឹកមិញមុននឹងទៅធ្វើការខ្ញុំទុកតាំងព្រឹកដល់យប់ខ្ញុំមកចាក់វាចូលអញ្ចឹងហើយយើងកុំភ្លេចគ្របវាផងកុំឲ្យត្រូវភ្លឺថ្ងៃពេកខ្លាចឲ្យកូនត្រីយើងវាក្តៅពេកវាងាប់អញ្ចឹងខ្ញុំនឹងយប់ហើយខ្ញុំចាក់ចូលទុកឡើងកន្លះថ្ងៃ
អញ្ចឹងបន្ទាប់ពីខ្ញុំម្លែកចាក់ចូលទៅក្នុងពាងធំហើយខ្ញុំទុកកូនត្រីចំនួនខ្ទង់ប្រហែលជា20គ្រាប់ដែរនៅក្នុងកែវហ្នឹងវិញខ្ញុំលើកឡើងវិញដើម្បីថតបន្តចង់ដឹងពីការវិវត្តរបស់កូនត្រីយើងហើយនៅក្នុងកែវយើងដែរខ្ញុំបានបន្ថែមរូបជាតិទឹកមួយចំនួនដូចជាអានោះគេហៅចកនេះនៅខាងឆ្វេងដៃនេះគេហៅចកជប៉ុនខ្ញុំស្គាល់ដែរខ្ញុំទិញមកពីកន្លែងចាំតែខំហើយនឹងមានដូចជាវល់មួយទៀតហ្នឹងដឹងគេហៅវល់ស្អីទេឃើញគេដាំនៅមុខផ្ទះខ្ញុំក៏បោចមកម៉េចយកមកដាក់ចូលទៅឃើញថាវានៅក្នុងទឹកហ្នឹងបានល្អអញ្ចឹងកូនត្រីនេះខ្ញុំបានដាក់ចំណីខ្លះក្នុងហ្នឹងឲ្យវាស៊ីខ្ញុំឃើញថាចំណីខ្ញុំដាក់ចាយទឹកម្ដងខ្ញុំដាក់តែម្ដងឯងឡើង2ថ្ងៃវានៅសល់គេថាកូនត្រីយើងវាអត់ទាន់សូវស៊ីចំណីច្រើនទេចាំមើលខ្ទង់10ថ្ងៃជាងទៅវាធំយ៉ាងតិចប្រហែលជាវាអាចស៊ីច្រើនអញ្ចឹងធ្វើការចំណីច្រើនអញ្ចឹងវីដេអូយើងមានថាប៉ុណ្្នឹងទេហើយអរគុណអ្នកទាំងអស់គ្នាដែលតាមដានរហូតដល់ចប់ហ្នឹងហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់សម្រាប់ចំណុចទី3និងទី4បាទអរគុណ